មាននេះថាបើសិនជាយើងនិយាយចំគឺការញុះញង់មានតែយើងញុះញង់ឲ្យនរណាម្នាក់ស្អប់នរណាម្នាក់ផ្សេងទៀតយល់ទេបាទនៅពេលដែលយើងញុះញង់ទៅជាហេតុដែលធ្វើឲ្យប្រទេសទាំងពីរនោះមិនសប្បាយចិត្តដែរហើយភាសាការទូតក៏មិនមានទំនាក់ទំនងជាមួយគ្នាដែរអញ្ចឹងមានន័យជំរាបសួរបងប្អូនរៀនភាសាអង់គ្លេសដល់គ្នាបាទតោះតរៀនជាមួយនឹងខ្ញុំបន្តទៀតតទៅជាមួយនឹងការបកកសែតហើយថ្ងៃនេះគឺខ្ញុំមានព័ត៌មានមួយតទៅជាមួយនឹងបាទហេតុអីបានជាប្រទេសថៃតែងតែមើងងាយកម្ពុជាជាងថាហេតុមានហេតុផលអ្វីខ្លះបានជាប្រទេសថៃតែងតែមានបាទគំនិតស្នានេះបាទមកប្រទេសកម្ពុជាអូខេជាយើងមើលបាទ historical បាទ grievance ជាពាក្យនេះយើងមើល phonetic symbol បន្តិចគឺរបៀបនៃការអានអញ្ចឹងគឺកុំឲ្យប្រណាំងឬក៏បញ្ចេញសំឡេងទៅខុសគឺមានន័យថាបាទកន្លែង i ហើយចុច2នេះគឺស្រៈ e បាទហើយ v ហើយអានេះអាសញ្ញានេះបាទសញ្ញានេះគឺជាស្រៈ បាទអញ្ចឹងយើងអានថា grievance ជាង grievance នេះបើយើងបកប្រែថាខ្មែរមានន័យថាការក្អូនត្អែណាអូខេបាទ and បាទ territorialចឹងពាក្យនេះយើងមើល phonetic symbol បន្តិចបាទ terry ចឹងអានេះស្រៈ e បាទនេះស្រៈ e បាទចឹងអាន terry ហើយអាពាក្យនេះស្រៈ o បាទថបាទនេះ i ហើយសញ្ញានេះគឺស្រៈ sorry i ហើយសញ្ញានេះគឺស្រៈ e បាទអញ្ចឹងយើងអានថាបាទ territorial បាទ territorial តើតើជាមួយនឹង territorial នេះគឺបកប្រែថាទឹកដីឬក៏ដែនដីណាអូខេហើយពាក្យតងជាមួយនឹងពាក្យថា diffuse មានន័យថាចំនួនអញ្ចឹងយើងនិយាយដល់ខ្លីគឺមានន័យថាម៉េចតើតើជាមួយនឹងការត្អូញត្អែនឹងអីគេបាទនឹងចំនួនតើតើជាមួយនឹងបាទប្រវត្តិសាស្ត្របាទនឹងទឹកដីអញ្ចឹងមានន័យថាតើតើជាមួយនឹងប្រទេសថៃតែងតែមើលងាយមកលើកម្ពុជាតើតើជាមួយនឹងវប្បធម៌តើតើជាមួយនឹងប្រាសាទបុរាណផ្សេងតើតើជាមួយនឹងទឹកដីថៃតែងតែចង់បានថាតើវាមានរឿងអីខ្លះតោះបាទគេដាក់ថា Thailand often ចឹង Thailand គឺជាប្រទេសថៃហើយពាក្យថា often នេះគឺតែងតែឬគឺជារឿយបាទ look down ចឹងពាក្យថា look down នេះ looks down ពាក្យថា look down គឺមានន័យថាភ្នាក់ងារឬក៏មើលងាយបាទ look down on somebody ឬក៏ on something មើលងាយអ្វីមួយឬក៏មើលងាយនរណាម្នាក់ជាពាក្យ Thailand often កន្លែង Thai នេះដោយសារតែវាជា third person singular បាទវាចំនួនដល់ it បានខ្ញុំកន្លែងនេះយើងត្រូវតែថែម s កន្លែង verb គឺសម្រាប់ present simple យើងរៀនហើយសម្រាប់ on Cambodia មានន័យថាប្រទេសថៃតែងតែមើលងាយបាទកម្ពុជាបាទកម្ពុជាដំឡុងពេលឬក៏ដោយសារតែអីបាទ due to នេះគឺដំឡុងពេលដោយសារតែអីបាទដោយសារតែបាទ historical យើងដឹងហើយណាបែបប្រវត្តិសាស្ត្រហើយនឹងពាក្យថា grievance កន្លែងនេះបាទមើល phonetic symbol ផងបងប្អូនកុំឲ្យយើង pronunciation ឬក៏ការបញ្ចេញសំឡេងរបស់យើងខុសណា grievance អូខេហើយនឹង territorial diffuse បាទតើតើជាមួយនឹងអីបាទតើតើជាមួយនឹងការត្អូញត្អែនឹងបាទគេហៅថានឹងអីនឹងចំនួនទឹកដីជាប្រវត្តិសាស្ត្រមានន័យថាយើងដឹងហើយថាប្រវត្តិសាស្ត្រមានន័យថាវាតបាទពីសម័យមួយទៅសម័យមួយអញ្ចឹងអត់ឈប់ទេបាទអញ្ចឹងតើតើជាមួយនៅប្រទេសថៃយើងដឹងហើយថាមានចំនួនមួយយើងរងទាំងពីឆ្នាំ1992ហើយតើតើជាមួយនៅ2013ក៏មានតើតើនឹងបញ្ហាប្រាសាទព្រះវិហារក៏យើងមានបញ្ហាជាមួយនៅប្រទេសថៃដែរប៉ុន្តែក្រសួងយុត្តិធម៌គឺបានកាត់ក្តីឲ្យមានន័យថាជារបស់កម្ពុជានៅពេលដែលកាត់ក្តីបែបនេះក៏ជាហេតុមួយដែលធ្វើឲ្យប្រទេសថៃនឹងគាត់មិនពេញចិត្តដែរមិនពេញចិត្តទេនៅតែទាមទារនៅតែមានគំនិតចង់បានរបស់ប្រទេសកម្ពុជាកុំបញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យគាត់នឹងគឺអត់សប្បាយចិត្តគឺតែងតែមើងងាយមកកម្ពុជាភ្នាក់ងារទាំងប្រជាជនទាំងពីសេដ្ឋកិច្ចក្នុងការវិវត្តសេដ្ឋកិច្ចឲ្យតែប្រទេសកម្ពុជាមានការវិវត្តសេដ្ឋកិច្ចបន្តិចឬក៏អភិវឌ្ឍបន្តិចគឺថៃតែតែមានរោគរឿងចង់បានអ្វីមួយឯងហើយយើងដឹងហើយថាប្រទេសថៃគេសេដ្ឋកិច្ចគេធំជាងយើងហើយសភាវុធឬក៏ការប្រើប្រាស់អីធ្វើសង្គ្រាមអីក៏យើងពិបាកជាមួយគេដែរអូខេអញ្ចឹងបន្តទៅទៀត the a បាទ the complex អញ្ចឹងយើងដឹងហើយណាពាក្យ complex បកប្រែថាចំនួននេះហើយពាក្យថា stem នេះគឺមានកើតឡើង
ជំនួសនេះកើតឡើងពីអីបាទកើតឡើងពីគេហៅថាអីបាទគេហៅថាអញ្ចឹងយើងមើលពាក្យនេះបន្តិចតើ pronunciation បែបណាយើងមើលកន្លែងនេះពាក្យកន្លែងនេះគឺស្រអឹកណាកន្លែង O នេះយើងមិនមែនអានថាស្រៈ O ទេគឺអានថា cur ហើយ O នេះស្រៈ O បាទ colonial ជាង colonial យើងធម្មតាមកប្រែថាអាណានិគមមានទេបាទអញ្ចឹងអាណានិគមបាទ era នេះគឺ map so ពាក្យ map កន្លែងនេះមានន័យថាផែនទីបាទហើយ colonial era នេះមានន័យថាអាណានិគមណាអញ្ចឹងមានន័យថាម៉េចមានន័យថាចំនួននេះបាទកើតឡើង sorry មិនមែនបានកើតទេមានថាកើតឡើងបាទកើតឡើងពីបាទផែនទីអាណានិគមបាទដែលបាទ define ដែលកំណត់អញ្ចឹងពាក្យថា define កន្លែងនេះកំណត់ដែលបានកំណត់ព្រំដែនអញ្ចឹងមានន័យថាផែនទីដែលបានកំណត់បាទក្នុងការអនុវត្តឬក្នុងការកំណត់របស់ក្រសួងយុទ្ធភ័ពsorry របស់អង្គការអន្តរជាតិយុទ្ធភ័ពហ្នឹងមានន័យថាម៉េចមានន័យថាថៃនឹងគេអត់ពេញចិត្តទេគឺគេមិនសប្បាយចិត្តទៅនឹងផែនទីដែលបានកំណត់នឹងទេបាទយល់ណា leading to ongoing claims over ancient temples and cultural sites ចឹងមានន័យថាម៉េចនៅពេលដែលគេអត់សប្បាយចិត្តតាក់ទងជាមួយនឹងផែនទីអាណានិគមនោះបាទដែលតែការដោះស្រាយបែបហ្នឹងណាគឺថៃតែងតែនាំឲ្យពេល leading to តែងតែនាំឲ្យមានការទៀមទាបាទពាក្យតងជាបន្តយើងប្រើពាក្យ ongoing claim មានការទៀមទាជាបន្តបាទ over ancient temple តាក់ទងជាមួយនឹងប្រាសាទបុរាណចាស់ចឹងពាក្យថា ancient មានន័យថាបុរាណហើយពាក្យថា temple មានន័យថាប្រាសាទហើយតាក់ទងជាមួយនឹង cultural site និងកន្លែងវប្បធម៌មួយចំនួនទៀតអញ្ចឹងជាធម្មតាឃើញនេះថ្មីនេះបាទថៃបានវាយបំពេញយកទាំងទឹកដីផងទាំងតាក់ទងជាមួយនឹងប្រាសាទផងទាំងដឹងថាវាយ៉ាងណានោះទេប៉ុន្តែអ្វីដែលថៃចង់បាននោះយើងដឹងហើយថាគឺបាទប្រាសាទបុរាណបាទហើយនឹងសម្បត្តិវប្បធម៌បាទរបស់យើងណាឬក៏កន្លែងវប្បធម៌របស់យើងអូខេបាទចឹងពាក្យ cultural យើងដឹងហើយណាវប្បធម៌ហើយពាក្យតងជាមួយនឹង ancient បុរាណហើយ temple នេះគឺប្រាសាទមែនទេ recent clashes បាទចឹងតកតងជាមួយនឹង clashes ការប៉ះទង្គិច recent នឹងមានន័យថាថ្មីនេះបាទ have បាទចឹងយើងមើលពាក្យនេះមើលបញ្ចេញសំឡេងយ៉ាងម៉េចយើងមើលកន្លែងនេះបាទ x អានេះស្រៈ a បាទ x បាទកន្លែង a នេះកន្លែង a នេះមិនមែនស្រៈ a ទេបាទគឺស្រៈ recent clashes have ចឹងតើតើជាមួយនឹងពាក្យថា clashes មានន័យថាការប៉ះទង្គិចហើយតើតើជាមួយនឹងពាក្យថា recently sorry ពាក្យថា recent មានន័យថាថ្មីអញ្ចឹងមានន័យថាម៉េចការប៉ះទង្គិចថ្មីនេះបាទ have បាទអញ្ចឹងយើងមើលពាក្យនេះយើងមើលតើតើជាមួយនឹងការបញ្ចេញសំឡេងបាទអញ្ចឹងយើងអានថា escalate បាទយើងអត់អានស្រៈ a ទេកន្លែងនេះណាតិចអាន escalator បាទកន្លែងនេះយើងអានថា escalate បាទ escalate ហ្នឹងគឺមានន័យធ្វើឲ្យកើតឡើងបាទអញ្ចឹងមានន័យថាម៉េចការប៉ះទង្គិចមានការប៉ះទង្គិចរវាងប្រទេសទាំងពីរហ្នឹងណាគឺមានន័យថាប្រទេសថៃនិងប្រទេសកម្ពុជាហ្នឹងមានន័យថាការប៉ះទង្គិចថ្មីនេះគឺធ្វើឲ្យមានការកើតឡើងយើងដឹងហើយថាថ្មីនេះបាទប្រទេសថៃហើយនិងប្រទេសកម្ពុជាមានការប៉ះទង្គិចគ្នាទាក់ទងជាមួយនឹងសភាវុធបាទកើតឡើងសង្គ្រាមមែនទេអូខេទាក់ទងនឹងបញ្ហាបាទទាមទារទឹកដីបាទអញ្ចឹងយើងដឹងហើយថៃគឺតែងតែមានគំនិតចង់បានទាក់ទងជាមួយនឹងបាទសម្បត្តិវប្បធម៌អរិយធម៌និងបាទប្រាសាទចាស់របស់យើងដែលជាទីកន្លែងដ៏ល្អរបស់កម្ពុជាបាទហើយប្រទេសថៃក៏គេមិនពេញចិត្តទាក់ទងជាមួយនឹងផែនទីនឹងដែរមែនទេអូខេគេអត់ធ្វើការសម្រេចចិត្តទៅតាមអង្គការសហប្រជាជាតិឬក៏តុលាការអន្តរជាតិទេគេអត់ចង់ទៅទេមែនទេអូខេ Now with both countries accusing បាទ is បាទ others of បាទអញ្ចឹងយើងមើលពាក្យនេះយើងមើល phonetic symbol កន្លែង o នេះវាមិនមែនស្រៈ
ô tê cứ sạ chẳng giờ anh làm mấy hay là lại đi ô giờ anh đã provoking ní khai dương miền đi tha đi thay dương thua vậy mũi anh nhận được tích ở bài chết miền đi tham bảo sân thì dương về chóm cứ cài nhung miền anh dương nhung oi nửa nam mình nhé ấp nửa nam mình đẹp sinh tiền nhiều lắm bà np là dương nhung tới chỉ hai đại thua oi về tây thằng pí nước mình bài chết đây hãy vì xa ca tốt có mình miên tâm niệm tụi nó chụp một thế đại chẳng miên đi thầm mấy chỉ hai đại thua oi về tây thằng pí ní both thằng pí countries miền đi thầm về tây thằng pí nắng choประกันគ្នាទៅវិញទៅមកបាទ each other បាទពាក្យ accusing ចោទប្រកាន់មានន័យថាធ្វើឲ្យប្រទេសទាំងពីរនេះចោទប្រកាន់គ្នាទៅវិញទៅមក of ចោទប្រកាន់គ្នាទៅមកតាក់ទងជាមួយនឹងការញុះញង់បាទចោទប្រកាន់ក្នុងការញុះញង់ណាបាទក្នុងការប្រើអំពើហិង្សាអញ្ចឹងនៅពេលដែលបង្កើតការញុះញង់ជាហេតុដែលធ្វើឲ្យមានអំពើហិង្សាហើយអំពើហិង្សាវាមានតាមកម្រិតអញ្ចឹងទៅឈានរហូតដល់ប្រើប្រាស់សភាវុធមានសង្គ្រាមបាទនៅពេលដែលមានការញុះញង់បែបនេះជាហេតុដែលធ្វើឲ្យប្រទេសទាំងពីរនេះ further បាទអញ្ចឹងយើងមើលពាក្យនេះការបញ្ចេញសម្លេងបាទ complicate អញ្ចឹងកន្លែងនេះគឺស្រៈអបាទហើយកន្លែងនេះស្រៈ e ហើយកន្លែងនេះស្រៈ a អញ្ចឹងយើងអានថា complicate អញ្ចឹងបងប្អូនដែលរៀនភាសាអង់គ្លេសការចេះ phonetic symbol ឬក៏របៀបសូរស័ព្ទនៃការអាននេះគឺវាសំខាន់ណាស់សម្រាប់ឲ្យយើងបញ្ចេញត្រូវក៏ប៉ុន្តែពេលខ្លះយើងរៀនពិបាកបន្តិចក្នុងការបញ្ចេញសំឡេងអញ្ចឹងសូមបងប្អូនព្យាយាមរៀនម្ដងបន្តិចដើម្បីពង្រឹងរបៀបនៃការបញ្ចេញសំឡេងរបស់យើងឲ្យមានការប្រសើរជាងមុនណាអញ្ចឹងជាហេតុអីជាហេតុដែលបាទអញ្ចឹងពាក្យមួយទៀតពាក្យ like o នេះយើងអានថា diplomatic អញ្ចឹងមានការទូតណាបើហៅថាការទូតយើងអ្វីទៅជាការទូតគឺជាទំនាក់ទំនងផ្លូវការមួយរវាងប្រទេសមួយទៅប្រទេសមួយផ្សេងទៀតយល់ទេចឹងមានន័យថាម៉េចជាហេតុដែលធ្វើឲ្យទំនាក់ទំនងការទូតនឹងកាន់តែមានភាពស្មុគស្មាញចឹងពាក្យថា complicated មានន័យថាស្មុគស្មាញចឹងជាធម្មតាប្រទេសមួយតាភាសាការទូតអត់មានទំនាក់ទំនងជាមួយគ្នាហើយនឹងធ្វើឲ្យប្រទេសនោះទំនាក់ទំនងគឺមានភាពស្មុគស្មាញហើយមានបញ្ហាហើយបាទអញ្ចឹងតកតងជាមួយនឹងថ្ងៃនេះខ្ញុំមានពាក្យល្អៗជាច្រើនសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសទី1ពាក្យថាបាទតកតងជាមួយនឹងពាក្យថា grievance នេះបើខ្មែរយើងនិយាយថាការក្អួនក្អែមែនទេហើយទី2តកតងជាមួយនឹង territorial ទឹកដីណាទី3 escalate ការឡើងបាទ colonial ហ្នឹងគឺអាណានិគមទី5បាទ provoking មានន័យថាម៉េច provoking នេះមានន័យថាយើងញុះញង់ការដែលញុះញង់ឲ្យនរណាម្នាក់មិនសប្បាយចិត្ត complicated គឺកាន់តែស្មុគស្មាញអញ្ចឹងសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសដល់ពេលដែលយើងជួបពាក្យល្អវាកស័ព្ទណាដែលយើងគួរចេះយើងណូតទុកណាដើម្បីយកទៅទន្ទិញយកទៅប្រើប្រាស់ដើម្បីពង្រឹងភាសាអង់គ្លេសរបស់យើងអញ្ចឹងថ្ងៃនេះគឺខ្ញុំមានប៉ុណ្ណឹងព័ត៌មានតាក់ទងជាមួយនឹងចំនួនបាទរវាងកម្ពុជាហើយនឹងថៃយើងដឹងហើយថាថៃតែងតែមើងងាយ lockdown មកលើយើងតាក់ទងជាមួយនឹងការទាមទាររបស់ប្រទេសវាតាក់ទងជាមួយនឹងទឹកដីប្រវត្តិសាស្ត្រយើងដឹងហើយថាថៃវាតែងតែបងប្រាថ្នាចង់បានសម្បត្តិវប្បធម៌របស់យើងទីតាំងវប្បធម៌របស់យើងប្រាសាទចាស់របស់យើងដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងអត់មានបានធ្វើអីច្រើននេះយើងត្រូវតែខិតខំរៀនបណ្ដុះឆន្ទៈបណ្ដុះស្មារតីបណ្ដុះមនសិការដើម្បីពង្រឹងសមត្ថភាពជួយការពារទឹកដីរបស់យើងក្នុងនាមយើងជាយុវជនយើងកុំភ្លេចថាតើថៃបានធ្វើអីខ្លះមកលើយើងទាំងពីសម័យមុនមកដល់ឥឡូវបានបំពេញអីខ្លះបានធ្វើឲ្យប្រជាពលរដ្ឋយើងពិបាកអីខ្លះបានបំពេញទឹកដីយើងអីខ្លះចឹងក្នុងនាមយើងជាយុវជនខំមាត់សង្កត់ចិត្តខិតខំរៀនសូត្របណ្ដុះស្មារតីកាន់តែកើនឡើងទៅមុខទៀតធ្វើការចែករំលែក